តាមសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទោសសម្រាប់អ្នកបើកបរក្នុងស្ថានភាពស្រវឹងនិងបើកបរហួសល្បឿនកំណត់មិនធូរស្រាលដោយច្បាប់ចាស់ឡើយលោកពៅម៉ាលីអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថាអ្នកបើកបរក្នុងស្ថានភាពស្រវឹងបើតាមសេចក្តីព្រាងច្បាប់ថ្មីជននោះនឹងត្រូវជាប់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងផាកពិន័យពី80,000រៀលដល់4លានរៀលចំណែកអ្នកដែលបើកបរហួសល្បឿនកំណត់ក្រៅតែពីការបង់ប្រាក់ពិន័យប៉ូលីសនឹងដកពិន្ទុបានបើកបររបស់ជននោះទៅតាមល្បឿនដែលបានបើកហួសកំណត់រីឯចំពោះបញ្ហាពាក់មួកសុវត្ថិភាពតាមសេចក្តីព្រាងច្បាប់ថ្មីមិនត្រឹមតែអ្នកបើកបរនោះទេដែលត្រូវពាក់មួកប៉ុន្តែអ្នករួមដំណើរក៏ត្រូវតែពាក់មួកដើម្បីការពារសុវត្ថិភាពខ្លួនឯងដែរលោកពៅម៉ាលីបានឲ្យដឹងទៀតថាបន្ទាប់ពីសេចក្តីព្រាងច្បាប់ថ្មីនេះត្រូវបានអនុម័តរួចរាល់ហើយពួកលោកនឹងពិភាក្សាអំពីអនុក្រឹត្យថ្មីមួយស្តីពីការបន្ថែមប្រាក់ពិន័យទៅលើអ្នកបើកបរដែលមិនព្រមពាក់មួកសុវត្ថិភាពអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះបានបង្ហាញក្តីជឿជាក់ថាសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលសង្កត់ធ្ងន់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹងនិងបើកបរហួសល្បឿនកំណត់ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់លើដងផ្លូវនោះនឹងធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន 50% នៅបំណាច់ឆ្នាំ2020ស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីទសវត្សរ៍នៃសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក2011-2020 សូមបញ្ជាក់ថាគណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី15សីហាម្សិលមិញយោងតាមសេចក្តីប្រកាសព័ត៌មានសេចក្តីព្រាងច្បាប់ថ្មីនេះបានកែសម្រួលលើមាត្រាចំនួន64មាត្រារក្សាខ្លឹមសារចាស់13មាត្រាបន្ថែមថ្មីចំនួន15មាត្រានិងលុបចោល18មាត្រាដូច្នេះសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោកនេះមាន12ជំពូកនិង92មាត្រាហើយមានគោលដៅចម្បងគឺផ្ដល់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវគោកគ្រប់គ្រងសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកជាពិសេសទប់ស្កាត់បទល្មើសដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់